របស់ធម្មជាតិដែលសាងដោយស្នាដៃកូនខ្មែរហើយតាំងពីគេដូនតាយើងមកទៀតហើយមិនមែនមានត្រឹមមួយឆ្នាំពីរឆ្នាំណាបងប្អូនដែលគាត់ធ្លាប់សិក្សាស្វែងយល់ទាក់ទងប្រវត្តិសាស្ត្របងថ្មនេះមិនមែនមានតិចឆ្នាំហើយមានយូរឆ្នាំហើយតាំងពីសម័យចេនឡាយមកក៏មានប្រើកម្មតាំងពីដើមមកខុបបុរាណអីហ្នឹងផ្សេងៗហ្នឹងសិតចេញពីថ្មកមូណាហ្កេតដែលយើងធ្វើរាល់ថ្ងៃនេះបាទថ្ងៃនេះតើតែបងប្អូនមកទស្សនាវីដេអូរបស់ខ្ញុំបានទៅឋានយូដែលពំនាំឲ្យបងប្អូនយើងទាំងក្នុងស្រុកទាំងក្រៅស្រុកឲ្យមកដឹងលម្អិតទាក់ទងបងថ្មធម្មជាតិក្នុងស្រុកខ្មែរដូចបងគាត់បាននិយាយអញ្ចឹងថាបងថ្មធម្មជាតិនៅក្នុងស្រុកខ្មែរបើយើងថតទៅសង្កថារាល់ថ្ងៃនិយាយអត់អស់ទេដោយសារប្រភពរបស់វាមកពីខេត្តផ្សេងគ្នាទាំងអស់បាទមកថ្ងៃនេះមានរបស់នេះជួនកាលមើលទៅមកដុំអញ្ចឹងនេះដូចបងក្តីផ្ទាល់គាត់កាន់អញ្ចេះ Green Jasper ដូចគ្នាប៉ុន្តែពេលកាត់មកពេលខ្លះតម្រង់នៃសាច់របស់វាគឺខុសគ្នាបាទនៅក្នុងទឹកដីខ្មែរយើងនេះគឺមានច្រើនមែនតើអានេះវាតាមពិតទៅពួកយើងធ្វើរាល់ថ្ងៃនេះវាជាបំណែកតូចមួយនៃធម្មជាតិរបស់ខ្មែរដែលយើងទទួលបានពួកយើងបាននេះគឺបានដោយដៃដោយការឆ្កឹះឆ្កៀលពីបងប្អូនអ្នកស្រុកអ្នកភូមិនៅតំបន់ព្រៃភ្នំខាងមណ្ឌលគិរីអីចឹងទៅយើងមិនបានទៅយកម៉ាស៊ីន SK ឬក៏ម៉ាស៊ីនជីកពុះភ្នំជ្រៀកភ្នំដើម្បីយកឯងគឺគាត់ដើរចូលទៅក្នុងព្រៃជ្រៅគាត់ឧទាហរណ៍គាត់ទៅយកត្បូងថ្មមកកន្លែងហ្នឹងគឺគាត់ចំណាយ2យប់ទីមួយទៅដេកនៅនឹងដាំបាយហូបនៅក្នុងព្រៃតម្រាំនឹងយកបានមកត្រូវលើកចេញពីភ្នំមកតម្រាំបានមកមិននៅក្នុងភ្នំទេគឺនៅលើភ្នំនៅក្នុងដីតែដីរាក់វាមិនមែនដីជ្រៅតែបើសិនជាយើងយកនៅក្នុងដីជ្រៅវាកាន់តែច្រើនទៀតអញ្ចឹងថាអានេះយើងក៏និយាយល្អជាងដល់តែគេទៅយកអស់ហើយរបស់យើងស្ដាយបាទអញ្ចឹងបងប្អូនទាំងអស់គ្នារបស់ទាំងអស់នេះជាប្រភេទបងថ្មនៅក្នុងស្រុកហើយវាមានតម្លៃដូចគ្នាអញ្ចឹងបងប្អូនខ្មែរយើងយកលុយអាទិញរបស់ទាំងអស់នេះខ្ញុំសូមឲ្យថានេះមកទិញត្បូងថ្មនៅក្នុងស្រុកខ្មែរយើងមកប្រើប្រាស់របស់ធម្មជាតិដែលសាងដោយស្នាដៃកូនខ្មែរហើយតាំងពីគេដូនតាយើងមកទៀតហើយមិនមែនមានត្រឹមមួយឆ្នាំពីរឆ្នាំណាបងប្អូនដែលគាត់ធ្លាប់សិក្សាស្វែងយល់ទាក់ទងប្រវត្តិសាស្ត្រខុបបុរាណអីហ្នឹងផ្សេងៗហ្នឹងសិតចេញពីថ្មកមូណាហ្កេតដែលយើងធ្វើរាល់ថ្ងៃនេះបាទយើងគួរតែផ្ដល់តម្លៃឲ្យចំណុចហ្នឹងមកដែរព្រោះបងប្អូនដឹងស្រាប់ហើយកាលណាតែយើងឲ្យតម្លៃបាទអ្វីក៏ដោយនៅក្នុងស្រុកខ្មែររបស់យើងវាតែតែមានតម្លៃទាំងបងប្អូនទាំងអស់គ្នាយកទៅប្រើមានតម្លៃទាំងអ្នកដែលគាត់ធ្វើគាត់មានកម្លាំងក្នុងការកែច្នៃគាត់មានកម្លាំងក្នុងការបបួលបងប្អូនខ្មែរយើងកូនក្មួយបាទផ្សេងៗដែលគាត់នៅចិត្តហ្នឹងឲ្យគាត់ស្វែងយល់តាក់ទងបងប្អូនធម្មជាតិស្រុកខ្មែរយើងហើយយើងធ្វើតចំនួនទៅមុខទៀតដើម្បីឲ្យកូនចៅយើងចំនួនក្រោយបានស្គាល់បានដឹងផងបងប្អូនយើងខ្លះគាត់យល់ច្រឡំថាចេះថាឃើញយើងប្រើកម្មអញ្ចឹងដូចចិនហើយយើងយកទម្លាប់ទម្លាប់ពីចិនឬក៏ទិញពីចិនមកប្រើតែពិតបងប្អូនអត់ដឹងថាបុព្វបុរសខ្មែរគឺគាត់ជាអ្នកកែច្នៃកម្មហ្នឹងតាំងពីរាប់ពាន់ឆ្នាំមុនមកម្ល៉េះតែអញ្ចឹងយើងជាក្មេងសកលក្រោយឬក៏មនុស្សចំនួនក្រោយនេះយើងដូចរក្សាគុណតម្លៃឬស្នាដៃបុព្វបុរសខ្មែរយើងអញ្ចឹងគឺយើងធ្វើមករហូតដូចខ្ញុំដូចថាខ្ញុំរីកចម្រើនសប្តាហ៍ចឹងបាទពេលដែលខ្ញុំធ្វើអង្កាំត្បូងថ្មធម្មជាតិខ្ញុំតែងតែរំលឹកដល់គុណបុព្វបុរសខ្មែរឬក៏បារមីគ្រូដើមដែលគាត់ជាអ្នកធ្វើអង្កាំតាំងពីរាប់ពាន់ឆ្នាំមុនខ្ញុំតែងតែឧទ្ទិសថាបើសិនជាបុព្វបុរសខ្មែរជាអ្នកកសាងអានឹងមែនអញ្ចឹងខ្ញុំនឹងកសាងបន្តទៀតហើយបង្ហាញទៅបងប្អូនយើងឲ្យបានឃើញបានស្គាល់ហើយនឹងគ្រប់គ្រងរបស់ខ្មែរយើងអញ្ចឹងទៅអញ្ចឹងធ្វើឲ្យស្នាដៃខ្ញុំហ្នឹងក៏កាន់តែរីកចម្រើនរហូតដល់សប្តាហ៍ខ្ញុំជឿថាបុព្វបុរសខ្មែរក៏គាត់មានរួមចំណែកជួយដល់ខ្ញុំដែរសប្តាហ៍ជួយខ្ញុំគិតថាគាត់ជួយខ្ញុំដើម្បីឲ្យបង្ហាញពីស្នាដៃពីត្បូងថ្មធម្មជាតិរបស់ខ្មែរយើងទៅឲ្យបងប្អូនខ្មែរយើងបានប្រើបានស្គាល់កុំគិតថាឲ្យតែអ្នកប្រើកម្មសិតតែចិនសិតតែនាំចូលពីចិនអីជាដើមអញ្ចឹងបាទ Sahara